ចូលរួមមុន20%ស្មើនឹង6,900ជាងអាចធ្វើការដកឡាននេះយកទៅប្រើប្រាស់បានឯកសារងាយស្រួលខ្លាំងសម្រាប់បងដែលជាមន្ត្រីរាជការសិក្សាមិនគិតចំណូលសម្រាប់អ្នករកស៊ីទូទៅកាន់តែប្លង់ដី copy of photo សិក្សាអត់គិតប្រាក់ចំណូលដូចគ្នាសម្រាប់បងប្អូនដែលមានអាជីវកម្មដែលមានបានបតង់ of photo ធ្វើការសិក្សាអត់គិតប្រាក់ចំណូលដូចគ្នាជាធម្មតាសម្រាប់បងប្អូនដែលអត់មានចំណូលដែលជាក់លាក់មួយគឺពិបាកនៅក្នុងការធ្វើការ process loan ណាមែនអត់បាទថ្ងៃនេះខ្ញុំមានដំណឹងល្អចង់ជំរាបជូនបងប្អូនដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការដកឡានថ្មីពី Chevrolet យកទៅជិះគ្រប់ model ទាំងអស់បងប្អូនអាចចូលរួមត្រឹមតែ 20% នៃតម្លៃឡានកាន់ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណសភៅគ្រួសារបានបើកបរនិងប្លង់មិនថាប្លង់ដីឬមួយក៏ប្លង់ផ្ទះដែលជាប្លង់រឹង អូហ្វូតូតែប៉ុណ្ណោះមិនមែនយកមកបញ្ចាំទេអាចធ្វើការដកឡានថ្មីទាំងអស់ Chevrolet មិនថា Track RS Track LT Equinox បាទ Tracker ឬមួយក៏ model ណាមួយនៃ Chevrolet យកទៅប្រើប្រាស់បានយ៉ាងងាយស្រួលដោយមិនចាំបាច់សិក្សាចំណូលទេទៅលើរយៈពេលគឺវែងដល់ទៅ8ឆ្នាំអត្រាការប្រាក់ពិសេសក្រោម 1.0 បងប្អូនដែលមានតម្រូវការអាចធ្វើការតាក់ទងមកខ្ញុំបានដើម្បីទទួលបានព័ត៌មានលម្អិតពីរថយន្ត Chevrolet គ្រប់ model ទាំងអស់អញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកនៅ model មួយនេះគឺ Chevrolet Track LT ស៊េរីឆ្នាំ2025ដែលយើងមាននៅក្នុងស្តុកស្រាប់អាចធ្វើការទិញភ្លាមបានភ្លាមទៅលើរូបរាងគឺស្អាតអំណាចលក្ខណៈបែប Sport ជាប្រភេទ SUV ទេប៉ុន្តែការអង្គុយផ្នែកពីខាងក្នុង comfort ដូចជាប្រភេទ sedan អញ្ចឹងសម្រាប់នេះគឺជាការ design ថ្មីនៃ Chevrolet Track LT 2025បាទអញ្ចឹងទៅលើផ្នែកពីខាងមុខនេះគឺទទួលបាននៅកំណែទម្រង់ជាមួយនឹង LED មួយបន្ទាត់ផ្នែកពីខាងលើ daytime ជាមួយនឹង headlamp ថ្មីទំហំដល់ទៅ3អ៊ីងមានសមត្ថភាពក្នុងការបិទបើកដោយស្វ័យប្រវត្តិនិងទម្លាក់តម្លើង pha code ដល់ទៅ3កម្រិតហើយទៅលើការបន្ថែមថ្មីចំពោះមុខងារផ្នែកពីចំហៀងកញ្ចក់នេះគឺក្តោបអូតូអ្វីដែលពិសេសសម្រាប់ឆ្នាំថ្មីនេះគឺយើងមានបន្ថែមជាមួយនឹង blind spot monitoring ឬមួយក៏ប្រព័ន្ធដែលជួយដាស់តឿននៅពេលដែលមានការវាយចេញឆ្វេងស្ដាំវានឹងលោតជាពណ៌ទឹកក្រូចនៅលើនេះឲ្យយើងដឹងងាយស្រួលនៅក្នុងការជិះចេញពីឧបសគ្គណាបាទអញ្ចឹងទៅលើការ design វិញបាទតួខ្លួននេះគឺជាប្រភេទ long wheelbase ឬមួយក៏ប្រភេទតួវែងដូច្នេះតកតងទៅនឹងការបើកបរគឺមានលក្ខណៈថា comfort ល្អហើយសម្រាប់ប្រភេទ body នេះគឺជាប្រភេទ SUV តែការអង្គុយផ្នែកពីខាងក្នុងគឺដូចឡាន sedan អញ្ចឹងសម្រាប់ផ្នែកពីខាងក្នុងនេះគឺមានការតាក់ទាញខ្លាំងណាស់បាទចាប់ផ្ដើមពីផ្នែកពីចំហៀងនេះទៅយើងប្រើជាប្រភេទពុកស្បែកទាំងអស់ទទួលបានជាមួយនឹងពណ៌ទឹកប៊ិចដេគ្នាជាមួយនឹងពណ៌ស្បែកដោះគោមើលទៅគឺលយបាទផងនេះគឺជាប្រភេទសារធាតុបែប ceramic មើលទៅគឺចាំងឆ្លោះម៉ាស៊ីនត្រជាក់វិញគឺកាត់ដូចជាប្រភេទ Camaro ដែលជាប្រភេទឡាន sport របស់យើងអញ្ចឹងគឺទម្រង់បែបមូលជាមួយនឹង blue line មើលទៅគឺលយមែនទែននៅត្រង់នេះគឺយើងបានបំពាក់ជាមួយនឹងលោហៈធាតុមកដូចគ្នាអញ្ចឹងទៅលើការត្រជាក់ផ្នែកពីខាងក្នុងគឺមានលក្ខណៈថាត្រជាក់ងុំល្អខ្លាំងមែនទែនទៅលើការអង្គុយគឺមានសភាពទូលាយមិនថាផ្នែកពីខាងមុខឬមួយក៏ផ្នែកពីខាងក្រោយខ្ញុំអាចសដោកជើងបានមកស្រួលពុកនេះគឺទន់ល្អដូច្នេះតកតងទៅនឹងការបើកបរមិនថាផ្លូវចិត្តឬមួយក៏ផ្លូវឆ្ងាយគឺអត់មានអារម្មណ៍ថាហត់នៅនោះទេបាទចូលមកដល់ការ design ផ្នែកកណ្ដាលនេះវិញជាមួយនឹងប្រអប់លេខក៏ដូចជាចង្កឹះលេខរបស់យើងនេះគឺរចនាបែបតាក់ទាញមែនទែនជាប់ជាមួយនឹងក្រមមេនៅពីកណ្ដាលនេះមួយបន្ទាត់បែបនេះហើយក៏ជាប្រភេទប្រអប់លេខ Hydramatic ដល់ទៅ6វគ្គដែលយើងអាចប្រើលេខអូតូក៏បានប្រើលេខដៃក៏បានដែរមានលក្ខណៈថាងាយស្រួលចំពោះផ្នែកប្រព័ន្ធសុវត្ថិភាពវិញបាទគឺមានមុខទាំងអស់បាទតាំងប្រភេទចាប់កន្លងផ្លូវបាទ auto hold បាទប្រព័ន្ធចាប់ប្រាំងអូតូប្រព័ន្ធផ្ដល់ដំណឹងនៅពេលដែលមានឧបសគ្គរៀបនឹងកើតឡើងបាទក៏ដូចជាមុខងារដែលជំនួយសុវត្ថិភាពផ្សេងទៀតគឺមានមុខទាំងអស់សម្រាប់រថយន្តមួយនេះហើយទៅលើផ្នែកពីខាងក្នុងនេះទៅលើការបញ្ឆេះគឺយើងប្រើ smart key ចង្កូតអេឡិចត្រូនិក cruise control speed limit គឺមានមុខទាំងអស់ sensor ថ្លឹងវាស់សម្ពាធខ្យល់កង់នៅក្នុងអេក្រង់ដែលបង្ហាញទៅលើសម្ពាធប៉ុណ្ណាគឺមានមុខទាំងអស់ដូចគ្នាចំណែកផ្នែកពីខាងក្រោយគឺជាការ design មួយដែលគិតគូរមែនទែនទៅលើការអង្គុយដែលសនុកសុខស្រួលមិនថាម៉ាស៊ីនត្រជាក់កន្លែងសាកថ្មកន្លែងដាក់កែវទឹកអាមរ៉េសនៅផ្នែកពីកណ្ដាលគឺមានមកទាំងអស់តែដោយសាររថយន្តនេះគឺជារថយន្តថ្មីដែលយើងរៀបចំសម្រាប់អតិថិជនដែលបកគលនៅក្នុងថ្ងៃនេះចឹងខ្ញុំអត់អាចបកស្បោងបានទេអត់អាចបកខ្លុំបេបានទេចំពោះការ design ផ្នែកពីខាងក្រោយនេះវិញតាក់ទាញមិនធម្មតាដូចគ្នា stop នេះគឺជាប្រភេទ LED stop ទាំងអស់បាទទម្រង់បែបនេះមើលពីចំហៀងក៏ដឹងថា track មើលពីខាងក្រោយក៏ដឹងថា track អត់ច្រឡំជាមួយនឹងប្រភេទ SUV ឬមួយក៏រថយន្តនៅក្នុងទីផ្សារនេះទេទៅលើ club នេះគឺមានលក្ខណៈថាទូលាយល្អវែងដាក់វ៉ាលីបានច្រើនមានភ្ជាប់ accessory full set កម្រាលជើងដោយដោះកង់កង់សង្កួរកាយចំណាំងផ្លាតដោយសណ្ដោងគឺមានមុខទាំងអស់ហើយសម្រាប់ស៊េរីថ្មី2025ក៏បានបន្ថែមជាមួយនឹង sensor ផ្នែកពីខាងក្រោយនេះដល់ទៅ4គ្រាប់
ដូច្នេះតកតងជាមួយនឹងការប្រើប្រាស់គឺដោះតឿនបងប្អូនទាំងអស់ការបោកប៉ះមិនថាផ្នែកពីខាងមុខផ្នែកពីខាងក្រោយចាប់ប្រាំងអូតូដល់ដំណឹងនៅពេលដែលមានឧបសគ្គរៀបនឹងកើតឡើងបាទអញ្ចឹងទៅលើរូបរាងនេះគឺស្អាតណាស់បងប្អូនបាទអាចមើលមកជុំសម្រាប់ប្រាំងវិញគឺយើងប្រើប្រាំងគៀបទាំងអស់មិនថាផ្នែកពីខាងក្រោយផ្នែកពីខាងមុខជើងក្រោមយើងប្រើស្លាបបញ្ជាវទាំងអស់ដូចគ្នាបាទកញ្ចក់នេះក្តោបអូតូបាទទ្វារគឺបិទហាប់ល្អធ្ងន់មិនចាំបាច់រុញទេគ្រាន់តែប្រឡែងគឺសឹបទៅហើយបាទការ design បងប្អូនមើលមកជុំគឺឡូយមែនតើស្អាតខ្លាំងបាទអញ្ចឹងសម្រាប់តម្លៃសូមបញ្ជាក់ជូនថាយើងកំពុងផ្ដល់ជូន promotion ពិសេសពីតម្លៃពេញ$39,999សល់ត្រឹមតែ$34,500ទេចូលរួមមុន 20% ស្មើនឹង$6,900ជាងអាចធ្វើការដកឡាននេះយកទៅប្រើប្រាស់បានឯកសារងាយស្រួលខ្លាំងសម្រាប់បងដែលជាមន្ត្រីរាជការសិក្សាមិនគិតចំណូលសម្រាប់អ្នករកស៊ីទូទៅកាន់តែប្លង់ដី copy of photo សិក្សាអត់គិតប្រាក់ចំណូលដូចគ្នាសម្រាប់បងប្អូនដែលមានអាជីវកម្មដែលមានបានបតង់ of photo ធ្វើការសិក្សាអត់គិតប្រាក់ចំណូលដូចគ្នាបាទការបង់ប្រចាំខែមានលក្ខណៈ flexible ទៅតាមរយៈពេលដែលបងប្អូនយកចូលរួមមុនមិនថា 20% 30% 40% គឺសិក្សាមិនគិតចំណូលដូចគ្នាទាំងអស់សម្រាប់អតិថិជនដែលមានលក្ខខណ្ឌដូចខាងលើសម្រាប់បងប្អូនដែលមានតម្រូវការសូមធ្វើការទំនាក់ទំនងមកខ្ញុំបាទ Chevrolet Camry Mr. បន្លុងឬមួយក៏ Chevrolet Camry ផ្នែករថយន្តដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអរគុណច្រើនជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ